នេះទៀតហើយបងប្អូនហើយនៅថ្ងៃទី17ខែកញ្ញាឆ្នាំ2025បាទទាហានថៃបានបាញ់គ្រាប់បែកផ្សែងហើយនឹងកំភ្លើងគ្រាប់ជ័រនឹងបណ្ដាលឲ្យកងទ័ពជាមួយនឹងប្រសង់ជាមួយនឹងប្រជាពលរដ្ឋខ្មែរនឹងរងរបួសសរុបទាំងអស់19នាក់បាទមានហើយទាហានយើងត្រូវភ្នែកបាទរបួសធ្ងន់មែនទែនហើយកើតឡើងនៅវេលាម៉ោង5:50នាទីល្ងាចណាបាទតាមព័ត៌មានដែលបានផ្សព្វផ្សាយអញ្ចឹងថៃវានៅតែចិញ្ចឹមចិត្តវាមិនខ្លាចអន្តរជាតិដាក់ទណ្ឌកម្មវាទេវាធ្វើបាបប្រជាពលរដ្ឋខ្មែរមិនឈប់មិនឈរទេបាទអញ្ចឹងអាណិតកងទ័ពប្រជាពលរដ្ឋរបស់យើងណាដែលនៅជាប់ព្រំដែនជាមួយនឹងប្រទេសដែលឈ្លានពានដែលគិតតែចង់បានដីខ្មែរវាហ៊ានធ្វើសពបែបយ៉ាងគេមិនអោយវាផ្ទុះអាវុធក្របរំសេវាផ្ទុះអាវុធបាញ់ក្របជ័រក្របអីមកត្រូវប្រជាពលរដ្ឋត្រូវកងទ័ពរបស់យើងបាទអញ្ចឹងយើងរងចាំមើលអន្តរជាតិថាគេគិតយ៉ាងណានៅពេលដែលកងទ័ពថៃវាប្រព្រឹត្តបែបហ្នឹងមកលើកងទ័ពនិងប្រជាជនរបស់យើងដែលយើងអត់បានតដៃជាមួយវាទេអញ្ចឹងចាំមើលថាតើអន្តរជាតិគេថ្កោលទោសថៃដែរឬក៏អត់បាទបើសិនជាអន្តរជាតិថ្កោលទោសថៃអានឹងយើងជឿថាអន្តរជាតិមានយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជាបាទយើងរងចាំមើលទាំងអស់គ្នាហើយយើងជឿចាប់ក្នុងនាមជាខ្មែរ